នៅប្រទេសស្វីគេល្បីមានភ្នំដែលខ្ពស់ជាងគេនៅអឺរ៉ុបខ្ញុំនៅមួយម៉ៃជ្រុលជាម្ដងហើយថ្ងៃនេះតោះដឹកដៃគ្នាឡើងទៅលើភ្នំទៅញ៉ាំតែកាហ្វេមួយកែវឲ្យចុះមកវិញក៏អស់ចិត្តដែរពីទេសភាពវិញនៅណាក៏ស្អាតដែរបងប្អូនមើលវីដេអូខ្ញុំហើយដឹងទៅសប្បាយភ្នែកហ្មងថ្ងៃនេះសួស្ដីជម្រាបសួរបងប្អូនទាំងអស់គ្នាមើលវីដេអូមុនដឹងហើយខ្ញុំគេងនៅនឹងក្រោមភ្នំនឹងតែម្ដងព្រឹកឡើងជិះចេញតែបន្តិចទេគឺមកដល់កន្លែងចំណតរថភ្លើងហើយឡើងលើភ្នំត្រូវជិះរថភ្លើងបងប្អូនហើយរថភ្លើងនេះមិនមែនរថភ្លើងធម្មតាទេរថភ្លើងសម្រាប់ឡើងភ្នំហ្មងខ្ញុំចង់ឡើងទៅដល់កំពូលភ្នំដែរតែថ្ងៃដែលខ្ញុំឡើងទៅនេះគឺវាចុះអាប់ហើយមេឃភ្លៀងរហូតអញ្ចឹងចាំមើលទាំងអស់គ្នាទៅបានត្រឹមណាទេសភាពគេវិញអ្នកដែលមានទុកកង្វល់អីមកដល់ខ្ញុំធានាថាបាត់អស់សូនឈឹងដូចលេបថ្នាំអញ្ចឹងព្រោះអីខ្ញុំខ្លួនឯងនឹងឯងមកដល់មានអារម្មណ៍ថា relax មែនតើសឹងអត់ដឹងថាមួយអាទិត្យពីរអាទិត្យមុននឹងខ្លួនឯងបាក់ចិត្តរឿងអីគឺភ្លេចឈឹងបាត់ហើយបងប្អូនអើយទេសភាពគេគឺតែចាក់ភ្នែកស្អាតខ្លាំងមែនតើមានតាំងពីទឹកហូរទឹកជ្រោះផយផងឥឡូវនេះខ្ញុំមកដល់ពាក់កណ្ដាលភ្នំហើយដោយសារតែភ្លៀងខ្លាំងពេកមកថាថតរូបលេងបងប្អូនអើយភ្លេចបន្ទោឆែតរត់ប្រៃតែតសួរណាស្ដាយ outfit ខំរៀបចំខ្លួនឡើងស្អាតតែអីគឺនៅតែដើរថតពួកអីឃើញគេដើរថតដែរនឹងសំខាន់ថ្ងៃនេះដាក់ឈុតត្រូវម៉ាច់ហ្មងមេឃរៀងចុះតិចអញ្ចឹងហើយមកឈុតនេះអែមដែរមិនឲ្យអែមមិននេះមកមើលអ្នករៀបចំកៅអៅឲ្យខ្ញុំដឹកខ្ញុំឲ្យដល់ផ្ទះពេលហ្នឹងដូចជា3ថ្ងៃមុនខ្ញុំឡើងយន្តហោះ1 2 3គឺបង VA នឹងឯងនិយាយទៅ trip ទៅអឺរ៉ុបនេះបង VA sponsor កៅអៅឲ្យ3កេះដោយសារតែខ្ញុំទៅស្វីអត់កម្រោបងប្អូនអញ្ចឹងខ្ញុំឆាតទៅគាត់មកថាបងអើយបានជួយរៀបចំកៅអៅខ្ញុំផងខ្ញុំមិនដឹងថាស្លៀកអីទៅម៉ូតអីទេខ្ញុំទៅស្វីទៅអាល្លឺម៉ង់ទៅអីចឹងទៅបាយរៀបចំមកមានអីនេះរៀបចំឲ្យមែនបងប្អូនគ្រប់មុខខ្ញុំកំងទៅពីខាងគាត់ទេតម្លៃសមរម្យខោ167រៀលអាវ134រៀលគ្រឿងអលង្ការស្បែកជើងកាបូបអីគាត់មានទាំងអស់បងប្អូនណាខ្លះចូលចិត្តមើល live គាត់ខ្ញុំចូលចិត្តមើលណាស់ថ្ងៃនេះឡើងឲ្យគាត់បរៀន live លក់ pancake ទៀតហើយគាត់ក៏មានលក់ pancake ខ្ញុំដែរនិយាយទៅលក់អវ៉ាន់100មុខពេលហ្នឹងយកកៅអៅឲ្យខ្ញុំហើយនិយាយគ្នាលេងហើយឆ្លៀតមកញ៉ាំបាយជុំគ្នាទៀតកុំតបានបង VA មកលេងណាកុំអីអត់បានឈុតស្អាតនេះស្លៀកទេអញ្ចឹងបងប្អូនដែលចង់បានឈុតមិនមែនតែឈុតអាវល្ងាទៅអឺរ៉ុបទេឈុតនៅខ្មែរអីហ្នឹងគឺស្អាតណាស់បងប្អូនមើលរូបថតខ្ញុំផងប្រហែលថ្ងៃនេះទៅដឹងហើយអាចចូលទៅមើល page បង VA បានណាគាត់លក់នៅក្នុង live ហើយខ្ញុំឆ្លៀតថតរូបបានប្រហែលប៉ុស្តិ៍នឹងដែរឥឡូវក៏ចូលមកញ៉ាំកាហ្វេតាមបំណងសិនមុននឹងញ៉ាំកាហ្វេបងប្អូនផ្លេចជួយដាក់បន្ទុកឲ្យ outfit ខ្ញុំថ្ងៃនេះផងណាប្លែកដែរនៅអឺរ៉ុបហ្នឹងគឺគេនិយមខ្លាំងណាស់ឲ្យតែថ្ងៃបាយថ្ងៃហើយហ្នឹងគឺដល់វគ្គនំខេកកាហ្វេតែអញ្ចឹងទៅនៅមួយម៉ៃហ្នឹងគឺមិនអាចចោលបានទេគេថានំហ្នឹងនំប្រចាំតំបន់កំងនំហ្នឹងហ្មងបើកាហ្វេគេវិញឈ្មោះថា Top of Europe Coffee មានន័យថាកាហ្វេនៅលើកំពូលរបស់អឺរ៉ុបបងប្អូនញ៉ាំទៅគឺឆ្ងាញ់របស់គេដែរញ៉ាំបដាមើលរថភ្លើងឡើងចុះបដាក៏ប៉ុន្តែបើចង់ឡើងទៅលើទៀតក៏បានដែរបងប្អូនប៉ុន្តែអ្នកលក់សបត់គេអត់ recommend ពួកអីសបត់ថ្លៃណាឡើងទៅដល់លើកំពូលភ្នំហ្នឹង2នាក់ដូចជាបើគិតជាដុល្លារ600ជាងដល់ទៅពេលទេសភាពមើលអត់ឃើញអញ្ចឹងអ្នកលក់សបត់គាត់ថាបាច់ឡើងទីដឹងក៏ស្ដាយលុយជំនួសយើងខ្ញុំលឺអញ្ចឹងគាត់ថាចាំមកថ្ងៃក្រោយទៀតទៅឡើងបានពាក់កណ្ដាលហ្នឹងក៏អស់ចិត្តដែរពួកអីវាមើលអីអត់ឃើញមែនបងប្អូននេះចុះអាប់ល្ងិតឆឹង Switzerland ដាក់អន្ទាក់ឲ្យខ្ញុំមកម្ដងទៀតនៅពេលក្រោយហើយបងប្អូនចុះពីលើភ្នំហ្នឹងមកក៏ចេញដំណើរបន្តទៅទៀតពួកអីយប់នេះខ្ញុំទៅគេនៅលើភ្នំរយៈពេល2យប់បងប្អូនហើយចេញដំណើរទៅតាមផ្លូវហ្នឹងគឺថាអូយតាណាក៏ស្អាតដែរខ្ញុំជិះឈប់តាមផ្លូវរហូតខ្ញុំចូលចិត្តជិះឡានខ្លួនឯងដើរលេងនៅអឺរ៉ុបគឺអញ្ចឹងឯងបងប្អូនជាពិសេសស្វីសហ្នឹងហ្មងជិះកាត់មកអូយបងម៉ៃអើយស្អាតណាស់ឈប់បន្តិចសិនឈប់បាក់ថតរូបបាន4-5ប៉ុស្តិ៍ទៀតអត់មានបាច់ទៅណាឆ្ងាយទេទៅតាមផ្លូវហ្នឹងចង់បញ្ចប់ឃើញទេសភាពស្អាតពេកក៏នាំគ្នាអង្គុយលេងនៅនឹងមកស្ទុះណាបងប្អូននិយាយពាក្យក្នុងចិត្តថតរូបស្អាតផងហើយវីដេអូបន្ទាប់គឺនាំបងប្អូនទៅគេនៅលើភ្នំស្វីសជាមួយខ្ញុំទៅធ្វើនារីជនបទនៅប្រទេសស្វីសម្ដងណាអញ្ចឹងជួបគ្នានៅវីដេអូក្រោយបងប្អូន